ចាបងប្អូនឲ្យផងអស់ថ្លៃតែម្ដងទៅឌូបៃរឿងអីផងងាយអស់រូបភាពផងវីដេអូផងចាំជំនាញខ្ញុំឲ្យបងប្អូនឲ្យទៅដល់ណាក៏ខ្ញុំថតដែរចាអញ្ចឹងអត់ខ្វះទេរូបភាពហើយវីដេអូអីផ្សេងចានេះសកម្មភាពដែលនាងខ្ញុំចូលកាប៊ីនជិះយន្តហោះសម្បត្តិ First Class ចារបស់ក្រុមហ៊ុន Qatar Airways ជាអាកាសចរដែលជាប់ពានរង្វាន់ល្អបំផុតលេខ1នៅលើពិភពលោកបងប្អូនសម្រាប់ក្រុមហ៊ុន Qatar Airways នេះចានេះក៏យើងអង្គុយកាប៊ីនដាច់គ្នាអញ្ចឹងទៅព្រោះគ្នាសមាជិកក្រុមគ្រួសារខ្ញុំប៉ា2នាក់ហើយកូនខ្ញុំ3នាក់អញ្ចឹង5នាក់ម៉ែឪកូនអង្គុយកាប៊ីនដាច់គ្នានៅក្នុងវីដេអូចឹងចាគឺវាមានភាពឯកជនចាសម្រាប់ First Class ហ្នឹងគឺគេមានទ្វារបិទទ្វារអីដូចយើងនៅក្នុងបន្ទប់ដាច់ឲ្យឡែកចឹងហើយគាត់ទៅសារកូនខ្ញុំទាំង3នាក់នៅតូចៗឯប៉ុន្តែគាត់មានភាពឯករាជ្យរបស់គាត់អាចអង្គុយនៅក្នុងកាប៊ីនរបស់គាត់ចារៀងខ្លួនចឹងទៅចានិយាយទៅគឺទៅសារកន្លែងនឹងតែម្ដងចាគឺគាត់មានភាពឯករាជ្យខ្លាំងគាត់ត្រូវការអីគាត់ហៅអូតេសគេចង់បានអីគាត់ចេះនិយាយមួយអូតេសគេខ្លួនឯងកំងអីចង់ញ៉ាំអីចង់បានអីគឺគាត់ចេះឯករាជ្យម្ចាស់ការនិយាយជាមួយខាងអូតេសគេដោយខ្លួនឯងមិនរំខានប៉ាម៉ាក់ទេចាអញ្ចឹងនាងខ្ញុំដូចកន្លោះកំមុំអញ្ចឹងនៅក្នុងកាប៊ីនដាច់រៀងខ្លួនចានេះគឺអាហារបែបដែលគេសវីសម្រាប់ខាងសបត់ First Class ចាគឺមានតាំងពីអូម៉ណយគេមកសភៅចឹងហ្មងចង់ញ៉ាំអីគឺកំងគេទៅគេដាក់ឲ្យនេះអូកូនស្រីខ្ញុំគឺអូតេសគាត់ថាកូនខ្ញុំខ្ជូណាអញ្ចឹងគាត់សុំថតរូបជាមួយទៀតចាឯនេះមកដល់កូនស្រីច្បងចាផកកណ្ដាលចាគឺកាប៊ីនម្នាក់មួយដាច់ចាកូនស្រីពៅចាគឺរស់រាយស្រស់ស្រាយណាកូនស្រីពៅនាងខ្ញុំចាហើយក្លាហាននៅតូចទេតែដូចឃើញក្នុងវីដេអូចឹងគឺឯករាជ្យរបស់គាត់តែម្ដងនេះកាប៊ីនរបស់នាងខ្ញុំហើយចាហើយក៏បន្តទៅកាប៊ីនខាងមុខរបស់ស្វាមីនាងខ្ញុំចាគឺយ៉ាមក surprise ប្តីបន្តិចចាបើកទ្វារចង់ sweet ដែរតែទៅកន្លែងអង្គុយរបស់យើងវិញទៅព្រោះដល់ពេលនេះរៀបចំយន្តហោះចិត្តហោះឡើងហើយអញ្ចឹងរៀបចំពាក់ខ្សែក្រវ៉ាត់ពាក់អីអញ្ចឹងទៅខ្ញុំក៏ចូលមកអង្គុយកន្លែងកាប៊ីនរបស់ខ្លួនឯងអញ្ចឹងមកចាថតលិចថតកើតអូប្តីខ្ញុំគាត់មកឲ្យប្តីខ្ញុំនិយាយទៅឲ្យប្តីខ្ញុំថតឲ្យម្ដងចាថាអូយបងឲ្យថតឲ្យអូនតិចមកចាលក្ខណៈយើងញ៉ាំស្រាសម្បាញ់ឈៀលអញ្ចឹងទៅណាហើយនេះកូនស្រីពៅអូគេចេះចាគាត់ចេះបើកយកនេះយកនោះនៅក្នុងក្លុបអីរបស់គាត់ទឹកសុទ្ធទឹកអីនិយាយទៅគឺតាសើកន្លែងហ្នឹងតាសើមែនតែនចាហើយនេះមកដល់កន្លែងកាប៊ីននាងខ្ញុំទៀតហើយគឺថាហើយក៏ថតទេសភាពជុំវិញនៅក្នុងកាប៊ីនផ្ទាល់ខ្លួនរបស់នាងខ្ញុំអញ្ចឹងទៅណាទេសភាពខាងក្នុងខាងក្រៅអីថតចែកជូនបងប្អូនមើលលេងកំសាន្តកែអបសុកអញ្ចឹងទៅបងប្អូនហើយចានៅក្នុងកាប៊ីនផ្ទាល់ខ្លួននេះពិតជាមានលក្ខណៈឯកជនភាពមែនសម្រាប់ First Class ចាគេមានរៀបចំស្រាសាំប៉ាញចានេះតែសាហ្វរ៉ុននិយាយទៅយើងចង់ញ៉ាំប្រភេទភេសជ្ជៈអីចំណីអាហារម្ហូបបែបណាអីយើងកំងអូតេសគេយើងហៅពេលណាគឺបានស្មើនឹងចានិយាយទៅសវីសថា10លើ10តែម្ដងបងប្អូនសម្រាប់សម្បត្តិ First Class នេះចានេះមានជាម្ហូបអាហារបែបប្រពៃណីអាហាររបស់ប្រទេសកាតាអញ្ចឹងណាមានអីបងប្អូនប្លែកមួយបែបរបស់គេដែរមាន yogurt មានរបៀបនំប៉័ងប្រពៃណីគេមានដលងម៉ត់ដលងអីអញ្ចឹងមកឆ្ងាញ់ប្លែកមាត់មួយបែបដែរចាយើងញ៉ាំទៅមានកម្លាំងពេលយើងហោះយូរម៉ោងអញ្ចឹង